បងប្អូនណាខ្លះដែលអត់ទាន់ចេះធ្វើសម្លស្ងោរម្រះតោះមកមើលវីដេអូនេះទាំងអស់គ្នាតាមពិតទៅខ្ញុំមិនជាអ្នកជំនាញខាងធ្វើម្ហូបអីទេប៉ុន្តែវិធីស្ងោរម្រះបែបខ្ញុំគឺថាងាយហើយស្រួលធ្វើទេបងប្អូនទាំងអស់គ្នាហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់មែនតើបងប្អូនមើលតែរូបរាងគេគឺដឹងហើយជាដំបូងខ្ញុំមានម្រះទូចហើយនិងការ៉ុតសម្រាប់ការ៉ុតគឺបងប្អូនកុំចោលដោយសារតែការ៉ុតវាមានរសជាតិផ្អែមហើយយើងវាអាចកាត់ជាតិល្វីងពីម្រះបានណាហើយខ្ញុំក៏មកកាត់ម្រះហើយយកគ្រាប់វាចេញឲ្យអស់ដើម្បីយើងយកទៅស្រោសបងប្អូនខ្លះគឺគាត់អត់ស្រោសទេប៉ុន្តែនាងខ្ញុំធ្វើតាមម្ដាយនាងខ្ញុំប្រាប់ចឹងណាដោយសារតែយើងយកទៅស្រោសទៅគឺវាកាត់បន្ថយជាតិល្វីងបានខ្លះដែរបន្ទាប់ហើយខ្ញុំក៏មានផ្សិតជាកដុលខ្ញុំត្រាំទឹកវាឲ្យរីកហើយខ្ញុំក៏មានតង្ហុនដែរបងប្អូនទាំងអស់គ្នាយើងដាក់វាចូលគ្នាទៅវាមានរសជាតិឆ្ងាញ់តពីត្រាំតង្ហុនហើយខ្ញុំក៏មកស្រង់ម្រះដែលខ្ញុំបានស្រោសរួចហើយសម្រាប់គ្រឿងផ្សំថ្ងៃនេះគឺអត់មានអីច្រើនទេបងប្អូនមានតែតង្ហុនហើយនិងផ្សិតជាកដុលសាច់ជ្រូកចិញ្ច្រាំហើយនិងខ្ទឹមសសម្រាប់គ្រឿងផ្សំគឺមានម្រេចអំបិលប៊ីចេងស្កររ៉ូឌីប្រេងខ្យងតាមចំណូលចិត្តចឹងណាបងប្អូនខ្ញុំលាយគ្រឿងហើយខ្ញុំក៏មកច្បល់វាឲ្យសព្វសម្រាប់តង្ហុននឹងបងអាចកាត់វាខ្លីៗជាងនឹងបានដោយសារតែខ្ញុំអត់មានកន្ត្រៃចឹងខ្ញុំកាត់វាគឺថាវាអត់សូវខ្លីហ្មងទេហើយខ្ញុំក៏យកវាមកញាត់ចូលម្រះរបស់យើងម្រះហើយខ្ញុំក៏មករៀបចំស្លតែម្ដងខ្ញុំដាំទឹកហើយដាក់ខ្ទឹមចូលតពីទឹកពុះហើយខ្ញុំក៏ចាប់ផ្ដើមដាក់គ្រឿងរបស់យើងចូលគឺមានការ៉ុតហើយនិងឆ្អឹងជ្រូកបងប្អូនទាំងអស់គ្នាកុំភ្លេចឲ្យសោះឆ្អឹងជ្រូកដោយសារតែវាចេញជាតិពីឆ្អឹងជ្រូកកាន់តែឆ្ងាញ់ខ្ញុំមកងាស់បើកភ្លើងអត់សូវខ្លាំងហ្មងទេដើម្បីឲ្យឆ្អឹងជ្រូករបស់យើងចេញជាតិបានល្អហើយយើងញ៉ាំទៅក៏វាមានជាតិឆ្ងាញ់តបហើយខ្ញុំក៏ដាក់ម្រះខ្ញុំចូលហើយអាគ្រឿងដែលយើងបានលាយនឹងក៏វាសល់ដែរដោយសារតែម្រះតិចពេកខ្ញុំក៏ដាក់មូលដុំធ្វើជាប្រហិតអីចឹងណាបងប្អូនហើយយើងដាក់កុំភ្លេចបន្ថែមគ្រឿងបន្ថែមទៀតផងគឺមានតែទឹកត្រីប៊ីចេងស្ករសម្រាប់ម្ហូបរបស់ខ្ញុំគឺរួចរាល់ណាបងប្អូនមិនដែរតំណងអត់ហើយនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ខ្លាំងមែនតើបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯង